បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះជាសុផាននៅក្រុម AU5 បាទអញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពី command នៅក្នុងការប្រើសញ្ញា Py បាទអញ្ចឹងជាដំបូងខ្ញុំសូមធ្វើការភ្ជាប់រវាង Linux server ទៅនឹង PowerShell អញ្ចឹងដើម្បីភ្ជាប់ Linux server ទៅ PowerShell បានជាដំបូងត្រូវ log ចូលទៅលើបាទ Linux server ដើមបាទនឹងអឺបាទស្វែងរកនៅ IP ដើម្បីធ្វើការភ្ជាប់បាទដោយប្រើនៅ command IPA បាទអញ្ចឹង IP ដែលត្រូវភ្ជាប់គឺ192.168.1.37បាទអញ្ចឹងខ្ញុំបើកនៅ PowerShell បាទ run ជា as administrator បាទអញ្ចឹងដើម្បីភ្ជាប់បាននៅលើ PowerShell ត្រូវវាយនៅ command sh បាទឈ្មោះ server Linux បាទ IP ដែលបានបង្ហាញមិញ192.168.1.37បាទ enter yes បាទ password បាទអញ្ចឹងជាដំបូងគឺខ្ញុំចង់បង្ហាញពីឈ្មោះបាទ user បច្ចុប្បន្នអញ្ចឹងដើម្បីបង្ហាញឈ្មោះ user បច្ចុប្បន្នខ្ញុំនឹងសេនៅ command who am I បាទអញ្ចឹង user Linux បាទបច្ចុប្បន្នឈ្មោះថាជាបាទអញ្ចឹងបន្តមកទៀតខ្ញុំចង់សរសេរនៅ command ដើម្បីឲ្យ list file នៅក្នុង folder មួយបាទអញ្ចឹងដើម្បីបង្ហាញនៅ list file នៅក្នុង folder បាទខ្ញុំវាយនៅ command sl បាទអញ្ចឹងនៅនេះគឺជា file ដែលស្ថិតនៅក្នុង folder ប៉ុន្តែខ្ញុំចង់បង្ហាញតែfile បាទតែ3បន្ទាត់ដំបូងទេអញ្ចឹងគឺខ្ញុំសរសេរនៅ command sl បាទរួចប្រើសញ្ញា py ដកឃ្លាបន្តិច head ដកឃ្លាដក y លេខ3អញ្ចឹងនៅក្នុងចំណុចនេះខ្ញុំសូមបង្ហាញសូមបញ្យល់បន្តិចតទៅនឹង ls បាទ ls នេះគឺជា command មួយសម្រាប់ធ្វើការបង្ហាញ list file ចំណែកឯសញ្ញា py នេះគឺយើងសរសេរឬក៏យើងបាទវាយដើម្បីបញ្ជូននៅ output ទៅកាន់ command បន្ទាប់ទៀតហើយចំណែក head ដក3បានន័យថាយើងចង់ឲ្យបង្ហាញយកតែ3បន្ទាត់ដំបូងបាទអញ្ចឹងបន្ទាប់ពីវាយរួចហើយចុច enter អញ្ចឹងនេះគឺជាបាទ default ដំបូងបាទមានឈ្មោះនេះមួយមាននេះមួយនិងនេះមួយបាទ list តែ3 file ដំបូងបាទបន្តមកទៀតខ្ញុំសូមធ្វើការ command សរសេរនៅ command មួយដើម្បីសរសេរនៅព័ត៌មានបាទដែលទុកនៅក្នុង file បាទ txt អញ្ចឹងដើម្បីបាទសរសេរនៅព័ត៌មាន data ទុកនៅក្នុង file txt បានបាទអញ្ចឹងខ្ញុំសរសេរនៅ command nano រួចហើយសរសេរឈ្មោះ file បាទ head file txt រួចចុច enter បន្ទាប់មកបាទសរសេរនៅព័ត៌មានឬក៏ data ដើម្បីទុកនៅក្នុង file មួយនោះបាទ line 1អញ្ចឹងខ្ញុំសេដាក់ line 2បាទបន្ទាប់ពីសរសេររួចបាទខ្ញុំសូមចុច save ចុច save គឺចុចនៅលើ keyboard ដោយប្រើ Ctrl O រួចហើយចុច enter រួចហើយបន្តមកចាក់ចេញដោយចុច Ctrl ដោយចុចនៅ Ctrl X បន្ទាប់ពីខ្ញុំបានសរសេរ save នឹងចេញមកហើយខ្ញុំចង់បង្ហាញមើលថាមានបានបង្កើត data នៅក្នុង file នឹងនៅអញ្ចឹងសរសេរនៅ command head បាទដក3បាទ file ដែលខ្ញុំបានដាក់ឈ្មោះមិញបាទគឺ file ចុច txt រួច enter បាទអញ្ចឹងនេះគឺជា data ឬក៏ជាព័ត៌មានដែលខ្ញុំសរសេរទុកនៅក្នុង file មួយឈ្មោះថា file.txt នេះបាទអញ្ចឹង
របស់ខ្ញុំមានតែប៉ុណ្្នឹងទេសបាទសូមអរគុណលោកគ្រូ